យើងបានដឹងអីខ្លះពីពន្ធប្រាក់ខែនៅពេលដែលក្រុមហ៊ុនកាត់ពីយើងសួស្តីអ្នកទាំងអស់គ្នានេះគឺជា Well Chi and Go ថ្ងៃនេះយើងមកនិយាយអំពីពន្ធប្រាក់ខែឬក៏ពន្ធបដិវត្តន៍ហើយពន្ធប្រភេទមួយនេះគឺជាប្រភេទពន្ធមួយដែលក្រុមហ៊ុនគាត់ជាអ្នកកាត់ទុកចំនួនហើយយកទៅបង់ទៅពន្ធដារចំនួនយើងប្រភេទពន្ធមួយនេះគឺជាកាតព្វកិច្ចរបស់បុគ្គលិកមិនជាកាតព្វកិច្ចរបស់ក្រុមហ៊ុនទេអញ្ចឹងបើក្នុងករណីថាក្រុមហ៊ុនគាត់ជាអ្នកចេញទៅលើពន្ធមួយនឹងចំនួនបុគ្គលិកប្រភេទចំណាយទៅលើពន្ធមួយនេះគឺជាចំណាយដែលមិនអាចកាត់កងបានហើយវានឹងត្រូវអិតបែកទៅវិញនៅក្នុងពន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុនចាំមានន័យថាក្រុមហ៊ុននឹងត្រូវបង់ពន្ធ20%ថែមទៀតនៅក្នុងពន្ធប្រចាំឆ្នាំទៅលើចំណែកដែលគាត់បានបង់ជួសបុគ្គលិកមួយហ្នឹងសម្រាប់ពន្ធប្រាក់ខែគឺគេយកគ្រប់បុគ្គលិកទាំងអស់មិនថាគាត់ជានិវាសនជនឬក៏អនិវាសនជនឬក៏យើងនិយាយដែលងាយយកគឺមិនថាជាជនជាតិខ្មែរឬក៏ជនជាតិបរទេសទេនិវាសនជនគឺជារូបប័ណ្ណបកគោជាអ្នកជាប់ពន្ធឬក៏ជានិយោជកដែលគាត់មាននិវាសនដ្ឋានឬក៏លំនៅឋាននៅក្នុងស្រុកខ្មែរឬក៏មានវត្តមាននៅក្នុងស្រុកខ្មែរលើសពី182ថ្ងៃនៃឆ្នាំជាប់ពន្ធចរាចរណ៍រីឯអនិវាសនជនគឺជាបកគោទាំងឡាយណាដែលគាត់មិននៅក្នុងលក្ខខណ្ឌរបស់និវាសនជនទឹកប្រាក់ដែលត្រូវជាប់ពន្ធសម្រាប់និវាសនជនគឺចាប់ពី1,50,000 រៀលឡើងទៅឬក៏ស្មើជាមួយនឹង$375ប៉ុន្តែសម្រាប់អនិវាសនជនគេអត់ខ្វល់ថាទឹកលុយប៉ុន្មានទេឲ្យតែគាត់មកធ្វើការនៅក្នុងស្រុកខ្មែរហើយជាប្រភេទអនិវាសនជន$10 $20ក៏គាត់ត្រូវចូលជាអនិវាសនជនហើយគុណជាមួយនឹងរ៉ែ20%ដែរនិវាសនជនគឺគេត្រូវបានគណនាទៅតាមអត្រាកំណើនតាមថ្នាក់ដែលមានអត្រាចាប់ពី5%រហូតដល់20%សម្រាប់អនិវាសនជនគឺគេមានតាមរ៉ែទេគឺ20%បើសិនជាសួរខ្ញុំត្រឡប់មកវិញថាធ្វើម៉េចដើម្បីឲ្យជនជាតិបរទេសហ្នឹងគាត់អាចត្រឡប់មកប្រើប្រាស់រ៉ែដោយពួកយើងចាប់ពី5%រហូតដល់ទៅ20%នោះបានគឺគាត់ត្រូវតែរស់នៅក្នុងស្រុកខ្មែររបស់យើងហ្នឹងគឺលើសពី182ថ្ងៃដូចដែលខ្ញុំបាននិយាយពីមុនហ្នឹងអញ្ចឹងនេះពន្ធប្រាក់ខែទៅតាមអត្រាកំណើនតាមថ្នាក់វាមានភាពស្មុគស្មាញហើយមានលំដាប់ដោយច្រើនខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីលំដាប់ដោយមួយដំបូងឡើយគឺយើងត្រូវដឹងពីមូលដ្ឋាននៃការកាត់ពន្ធប្រាក់ខែមុនដំបូងសិនថាបុគ្គលិកម្នាក់ហ្នឹងគាត់មានអីខ្លះនៅខាងក្នុងហ្នឹងគាត់អាចមានជាពន្ធប្រាក់ខែក៏អាចមានជាប្រាក់ថែមមកឬក៏មានប្រាក់ប៉ះប៉ូវអីផ្សេងៗនៅខាងក្នុងហ្នឹងអញ្ចឹងយើងបូកបញ្ចូលគ្នាទាំងអស់ហើយគឺយើងគុណជាមួយនឹងអត្រាប្តូរប្រាក់ដែលជាលុយរៀលរបស់យើងទៅតាមការណែនាំរបស់នាយកដ្ឋានពន្ធដារបន្ទាប់ពីយើងឃើញជាលុយរៀលមួយសិនយើងដកជាមួយនឹងប្រាក់សោធន24,000បន្ទាប់ពីយើងដកហើយគឺយើងដកជាមួយន្តីទានដកមានន័យថាគឺយើងដកបន្ទុកកូនឬក៏ប្តីប្រពន្ធដែលគាត់នៅក្នុងបន្ទុកក្នុងគ្រួសារហ្នឹងម្នាក់បាន5ទៅ10ម៉ឺនបន្ទាប់ពីយើងដកហើយគឺយើងគុណទៅតាមអត្រាកំណើនរបស់វាបើសិនជាវាចូល5%គឺយើងគុណនឹង5%ទៅបន្ទាប់ពីយើងគុណហើយគឺយើងអាចដល់ជាមួយនឹងអត្រាទឹកប្រាក់លំអៀងម្ដងទៀតអញ្ចឹងយើងនឹងឃើញទឹកប្រាក់មួយដែលជាទឹកប្រាក់យើងត្រូវបង់ទៅពន្ធដារហើយដំបូងនេះដែលខ្ញុំបាននិយាយមិញហ្នឹងគឺវាមានចំណុចមួយចំនួនដូចជាតកតងជាមួយនឹងមូលដ្ឋានតកតងជាមួយនឹងបរិយាទានហើយក៏តកតងជាមួយនឹងប្រាក់សាធនដែរខ្ញុំនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នា detail ម្ដងទៀតតកតងជាមួយនឹងសាធនមុនតកតងជាមួយនឹងសាធនគឺវាrelatedជាមួយនឹងបសសមានន័យថាជាទូទៅបសសគឺយើងត្រូវបង់ទៅឲ្យបសសហ្នឹងគឺ48,000ប៉ុន្តែនៅក្នុងច្បាប់គឺគេបែងចែងថាសហគ្រាសគឺត្រូវចេញ50%ហើយបុគ្គលិកគឺចេញ50%អញ្ចឹងអា50%ដែលបុគ្គលិកចេញពីខ្លួនឯងហ្នឹងគឺជាទឹកប្រាក់មួយដែលអត់ជាប់ពន្ធទេហេតុដែលស្វ័យដែលយើងអាចដកអានឹងចេញពីមូលដ្ឋានកាត់ពន្ធបានបន្ទាប់មកគឺតេតងជាមួយនឹងតេយ្យទានហ្នឹងគឺតេតងជាមួយនឹងបន្ទុករបស់កូនឬក៏ប្តីប្រពន្ធដែលនៅក្នុងបន្ទុកនៅក្នុងគ្រួសាររបស់យើងតេតងជាមួយនឹងកូននឹងផងដែរកូនហ្នឹងគឺគេគិតកំណត់ធំអាយុ14ឆ្នាំចុះក្រោមទៅតែបើសិនជាកូនហ្នឹងនៅក្នុងបន្ទុកឡើយទេនៅពេលដែលគាត់រៀនដល់សាកលវិទ្យាល័យគឺមានថាគេគិតធំអាយុ25ឆ្នាំអញ្ចឹងធំលើសពី25ឆ្នាំទៅគាត់នឹងលេចជាបន្ទុកព្រោះគាត់ទៅរកការងារធ្វើគាត់មានចំណូលដោយខ្លួនឯងហើយនៅក្នុងបន្ទុកថងហ្នឹងគឺមានថាបុគ្គលទាំងអស់ហ្នឹងគឺគាត់អត់មានអាចក្រោយចំណូលដោយខ្លួនឯងបានទេគឺគាត់នៅក្នុងបន្ទុករបស់មេគ្រួសារមួយហ្នឹងអញ្ចឹងគឺគាត់ត្រូវតែអឺរដ្ឋគឺគេបានអនុញ្ញាតនឹងលើកទឹកចិត្តឲ្យដកក្នុងម្នាក់ហ្នឹង5ទៅ10ម៉ឺនអាហ្នឹងសម្រាប់កូនបើសិនគាត់មានកូន4នាក់គឺគុណនឹង4នាក់អញ្ចឹងទៅ5 10ម៉ឺនគុណនឹង4ទៅប៉ុន្តែសម្រាប់តកតងជាមួយនឹងសហព័ន្ធដែលយើងសំដៅទៅលើប្តីឬក៏ប្រពន្ធហ្នឹងពេលខ្លះអាចថាប្តីក៏គាត់ជាអ្នកដែលនៅក្នុងបន្ទុកគ្រួសារដែរដោយសារប្រពន្ធគាត់មានប្រាក់ខែអីអញ្ចឹងទៅអញ្ចឹងប្តីគាត់អាចនៅផ្ទះឬក៏អាចមើលថែនៅក្នុងគ្រួសារក៏គេអាចគិតនៅក្នុងចំណុចមួយហ្នឹងដែរអញ្ចឹងបើសិនជាមួយខាងណាគាត់នៅផ្ទះពិតប្រាកដមែនហើយមានឯកសារយកមកបញ្ជាក់គឺយើងនឹងអាចដកបាន5 10ម៉ឺនម្ដងទៀតអញ្ចឹងយើងអាចទទួលបានផលប្រយោជន៍ទៅលើចំណុចមួយហ្នឹងដែរតើតជាមួយនឹងប្រាក់បៀវត្សយើងត្រូវដឹងសិនថាប្រាក់បៀវត្សហ្នឹងខាងក្នុងហ្នឹងគឺគេរាប់អីខ្លះចូលថាវាជាប្រាក់បៀវត្សនៅក្នុងច្បាប់ពន្ធគឺគេបានចែងថានៅក្នុងប្រាក់បៀវត្សហ្នឹងវាមានដូចជាបៀវត្ស
ដែលយើងសំដៅទៅលើប្រាក់ខែដែលយើងចងកងត្រាំមួយក្រុមហ៊ុនហ្នឹងគេបោះជាខែឲ្យយើងហ្នឹងហើយមួយទៀតគឺជាប្រាក់ឈ្នួលហ្នឹងគេសំដៅទៅលើការធ្វើការដែលគិតជាម៉ោងឬក៏គិតជាសប្តាហ៍ហើយមួយទៀតគឺប្រាក់ប៉ះប៉ូវហើយនឹងប្រាក់ប៉ះប៉ូវហ្នឹងគឺគេសំដៅថាបើសិនជាម្នាក់ហ្នឹងគាត់ធ្វើការនៅតាមខេត្តគឺក្រុមហ៊ុនគាត់បន្ថែមទឹកប្រាក់បន្ថែមពីលើទៀតទៅលើការប៉ះប៉ូវដែលគាត់បានធ្វើការនៅឆ្លងខេត្តឬក៏ឆ្លងប្រទេសអីអញ្ចឹងទៅហើយលាភការហ្នឹងគឺទាក់ទងជាមួយនឹងការបំពេញមុខងារមួយដែលផ្សេងពីមុខងារដែលខ្លួនឯងកំពុងតែធ្វើបច្ចុប្បន្នមានន័យថាបើសិនជាគាត់ធ្វើការខាងគណនេយ្យហើយគាត់ត្រូវបានគេហៅទៅ voice over ដើម្បីផ្សព្វផ្សាយផលិតផលអីមួយនៅក្នុងក្រុមហ៊ុនរបស់គាត់អញ្ចឹងចំណុចមួយហ្នឹងគឺក្រុមហ៊ុនគេបានផ្ដល់ជាប្រាក់រង្វាន់ទៅឲ្យគាត់អញ្ចឹងប្រាក់មួយហ្នឹងក៏ជាមូលដ្ឋានគិតពន្ធប្រាក់ខែរបស់គាត់ដែរហើយចំណុចមួយទៀតគឺទាក់ទងជាមួយនឹងប្រាក់បុព្វលាភហ្នឹងគឺជាប្រាក់លើកទឹកចិត្តរបស់បុគ្គលិកនៅពេលដែលគាត់បានធ្វើកិច្ចការងារមួយសម្រាប់អីអញ្ចឹងអាហ្នឹងក៏ជាមូលដ្ឋានគិតពន្ធប្រាក់ខែហើយប្រាក់ថែមម៉ោងក៏ដូចគ្នាហើយមួយចុងក្រោយទៀតគឺទាក់ទងជាមួយនឹងប្រាក់បំណាច់កិច្ចសន្យាមានន័យថាគេផ្ដាច់កិច្ចសន្យាការងាររបស់គាត់ណាអាហ្នឹងក៏គាត់អាចក៏គេត្រូវបានគិតចូលជាពន្ធប្រាក់ខែដែរចំណុចមួយទៀតក៏វាសំខាន់ដែរគឺទាក់ទងជាមួយនឹងប្រាក់បរិយាបន្ទានឬក៏ជា salary advance ឬក៏យើងនិយាយដូចខ្លីគឺប្រាក់បៀវត្សរ៍បើកមុនចំណុចមួយហ្នឹងគឺត្រូវបានគិតជាពន្ធប្រាក់ខែនៅក្នុងខែដែលគាត់បានដកភ្លាមៗហ្នឹងតែម្ដងឧទាហរណ៍ថាបុគ្គលិកម្នាក់ហ្នឹងគឺគាត់ខ្ចីលុយពីក្រុមហ៊ុនមុន$1,500ហើយគាត់ស្នើសុំឲ្យក្រុមហ៊ុនកាត់ប្រាក់ខែ$500ជារាល់ខែនៅខែបន្ទាប់ទៅអញ្ចឹងអាប្រាក់$1,500គឺត្រូវបានគិតបូកចូលជាមួយនឹងប្រាក់ខែនៅក្នុងខែ6របស់គាត់ហ្នឹងយកមកគិតពន្ធប្រាក់ខែហ្មងអញ្ចឹងបើក្នុងខែ6ហ្នឹងប្រាក់ខែរបស់គាត់$1,000បូកជាមួយនឹង$1,500ទៀតគាត់ប្រាក់ខែរបស់គាត់ឡើងដល់$2,500ដើម្បីយកមកធ្វើជាមូលដ្ឋានគិតពន្ធនៅក្នុងខែហ្នឹងតែម្ដងខែបន្ទាប់មកទៀតខែ7ខែ8ខែ9នៅពេលដែលគេដក$500ចេញពីប្រាក់ខែរបស់គាត់ហ្នឹងក៏ត្រូវបានដកពីមូលដ្ឋានគិតពន្ធដូចគ្នាដែរខ្ញុំដឹងថាការគណនាពន្ធប្រាក់ខែបច្ចុប្បន្នគឺវាលែងដូចពីមុនដែលយើងត្រូវគណនាដោយដៃទៀតឯងដោយសារតែបច្ចុប្បន្នក្រុមហ៊ុនធំៗគឺគាត់បានប្រើប្រាស់ជាមួយនឹង system ដើម្បីគណនាទៅលើពន្ធប្រាក់ខែហ្នឹងគ្រាន់តែដាក់ទឹកដូចទៅគឺវា generate អូតូចំពោះទឹកប្រាក់ពន្ធដែលគាត់ត្រូវបានគណនាប៉ុន្តែក្នុងនាមយើងជាគណនេយ្យករឬក៏យើងជាអ្នកដែលកាន់ផ្នែកពន្ធឬក៏ជាម្ចាស់សហគ្រាសយើងក៏ត្រូវតែចេះអំពីការគណនាទៅលើពន្ធប្រាក់ខែដើម្បីអាចផ្ទៀងផ្ទាត់ថាតើទឹកប្រាក់ដែលបានដកចេញហ្នឹងគឺពិតជាត្រឹមត្រូវហើយប្រាក់ខែដែលបើកទៅឲ្យបុគ្គលិកនោះគឺពិតជាត្រឹមត្រូវដូចគ្នាដែរឬក៏អត់ត្រូវហើយដែលខ្ញុំតែងទទួលបានសំណួរពីមិត្តភ័ក្តិឬក៏មិត្តរួមការងាររបស់ខ្ញុំមកសួរខ្ញុំថាប្រាក់ខែខ្ញុំប៉ុណ្ណេះខ្ញុំត្រូវជាប់ពន្ធប៉ុន្មានឲ្យខ្ញុំគិតភ្លាមៗគឺខ្ញុំចង់និយាយថាវាពិបាកនឹងគិតភ្លាមៗដោយសារតែយើងត្រូវការគណនាអំពីអឺចំណូលប្រាក់ខែរបស់គាត់នៅក្នុងខែហ្នឹងសិនថាគាត់មានអីខ្លះនៅខាងក្នុងហ្នឹងហើយយើងត្រូវដកជាមួយនឹងអតីតទានបន្ទាប់មកយើងត្រូវដកជាមួយនឹង pension fund ហើយយើងត្រូវគុណជាមួយនឹង rate ហ្នឹងហើយនៅពេលដែលយើងឃើញទឹកប្រាក់បន្ទាប់ពីគុណ rate ហ្នឹងគឺយើងត្រូវដកជាមួយនឹងអត្រាលំអៀងម្ដងទៀតអញ្ចឹងវានឹងឃើញជាមួយនឹងទឹកប្រាក់របស់គាត់អញ្ចឹងវាមានលក្ខខណ្ឌច្រើននៅខាងក្នុងហ្នឹងដែលខ្ញុំអាចគិតភ្លាមៗជូនទៅអ្នកទាំងអស់គ្នាអានេះគឺជា reason ដែលខ្ញុំតែងតែអត់ឆ្លើយនៅពេលហ្នឹងហើយខ្ញុំប្រាប់ថាតើឲ្យខ្ញុំណាគឺខ្ញុំនឹងគណនាឲ្យតាមក្រោយអានេះគឺជា the reason ចំណុចមួយចុងក្រោយទៀតបើសិនជាអ្នកទាំងអស់គ្នាមានភាពស្មុគស្មាញស្ដាប់ហើយដូចទទួលយកអត់បានវាវល់ពេកឬក៏ញ៉ៃច្រើនពេកឬក៏ពិបាកសម្រាប់អ្នកទាំងអស់គ្នាក៏អាចdownload app មួយរបស់ពន្ធដារapp កម្មវិធីគណនាពន្ធប្រាក់ខែរបស់យើងហ្មងណាជាកម្មវិធីដំឡើងឡើងដោយពន្ធដារអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅ App Store ឬក៏ Play Store ឬក៏អាច download ចេញពីកុំព្យូទ័រក៏បានដែរហើយស្វែងរកពាក្យថាកម្មវិធីគណនាពន្ធប្រាក់ខែទៅគឺយើងនឹងអាច download នៅ app មួយហ្នឹងយកមកគណនាដោយខ្លួនឯងបានដោយគ្រាន់តែទម្លាក់បញ្ចូលនៅព័ត៌មានដែលគេតម្រូវការហ្នឹងទៅគឺ done នេះក៏តែចប់មែននៅមានចំណុចមួយទៀតគឺទាក់ទងជាមួយនឹង fringe benefit tax ឬក៏ពន្ធទៅលើអត្ថប្រយោជន៍បន្ថែមដែលសារតែវាមានការផន់ច្រឡំគ្នាជាញឹកជាញាប់ពីមូលដ្ឋាននៃការកាត់ពន្ធយើងអត់ច្បាស់ថាតើមូលដ្ឋានហ្នឹងគឺចូលជាពន្ធប្រាក់ខែជាពន្ធកាត់ទោសឬក៏ពន្ធទៅលើអត្ថប្រយោជន៍បន្ថែមអញ្ចឹងវាក្រោយបន្តមកទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពី fringe benefit tax ឬក៏ពន្ធទៅលើអត្ថប្រយោជន៍បន្ថែមមួយហ្នឹងបាយ